នេះគឺជាទូរស័ព្ទ gaming ប៉ុន្តែវាមានកម្រាស់ស្ដើងត្រឹមតែ 5.95 មីលីម៉ែត្រ ហើយវាគឺជាប្រភេទ 3D curve ដែលមានអេក្រង់ច្បាស់ល្អរហូតដល់ 1.5K ព្រមទាំង refresh rate រហូតដល់ 144Hz ថែមទៀតហើយចំពោះតម្លៃរបស់វាគឺហិតតែពិសេសទៀតដែលខ្ញុំនឹងប្រាប់អ្នកនរគ្នានៅចុងវីដេអូហើយវាគឺជា Infinix Hot 60 Pro Plus ខ្ញុំបានធ្វើការប្រើប្រាស់ជាមួយនឹងទូរស័ព្ទមួយនេះមួយរយៈហើយខ្ញុំនឹងធ្វើការចែកម្លែកបទពិសោធន៍ជូនទៅកាន់អ្នកនរគ្នារឿងទី1ដែលខ្ញុំកត់សម្គាល់ជាងគេចំពោះទូរស័ព្ទមួយនេះគឺតាក់ទងជាមួយនឹងកម្រិតរបស់វាគឺឃើញថាស្ដើងខ្លាំងមែនទែនដែលវាមានកម្រាស់ត្រឹមតែ 5.95 មីលីម៉ែត្រតែប៉ុណ្ណោះហើយក្រុមហ៊ុនក៏បានបញ្ជាក់ដែរថានេះគឺជាទូរស័ព្ទអេក្រង់កោង 3D ដែលស្ដើងបំផុតហើយសំខាន់នោះគឺវាស្ដើងជាងប៊ិចដែលយើងកំពុងតែសរសេររាល់ថ្ងៃទៀតចង់បញ្ជាក់អ្នកទាំងនេះទោះបីវាជាប្រភេទ 3D curve ក៏ដោយប៉ុន្តែវាមានទម្ងន់ត្រឹមតែ155ក្រាមតែប៉ុណ្ណោះបើយើងនិយាយពីការ design របស់ទូរស័ព្ទមួយគ្រឿងនេះវិញនៅខាងក្រោយគឺយើងឃើញថា clear clean modern ហើយនៅពេលដែលយើងចាប់កាន់នៅលើដៃគឺយើងឃើញថាវាមើលទៅមានគុណភាពខ្ពស់តែម្ដងហើយសំខាន់ស្រាលទោះបីជាវាជាទូរស័ព្ទ gaming ក៏ដោយយើងឃើញថាទូរស័ព្ទមួយនេះគឺវាស្ដើងមែនប៉ុន្តែភាពធន់របស់វាក៏នៅតែមានដែរដែលវាមកជាមួយនឹងប្រភេទកញ្ចក់ Gorilla Glass 7i ដែលវាធន់ជាមួយនឹងការឆ្កូតបានយ៉ាងល្អដែលវាត្រូវបានឆ្លងកាត់ទៅលើការតេស្តកម្ពស់ 1 ម៉ែត្រកន្លះផងដែរលើសពីនេះទៀតវាក៏បំពាក់មកជាមួយនឹងអាវក្រោះការពារទឹកនិងធូលី IP65 ដែលយើងអាចធ្វើការប្រើប្រាស់ដោយចាំបាច់បារម្ភនោះទេចំពោះផ្នែកអេក្រង់វិញគឺយើងទទួលបានជាមួយនឹងអេក្រង់ AMOLED ដែលមានទំហំ 6.78 អ៊ីងជាមួយនឹងកម្រិត 1.5K ហើយនឹង refresh rate រហូតដល់ 144Hz អេក្រង់នេះគឺបង្ហាញជាមួយនឹងរូបភាពកាន់តែច្បាស់ហើយនឹងពណ៌ដិតស្រស់ហើយកាន់តែសំខាន់នោះគឺងាយស្រួលក្នុងការ scroll មែនទែនទោះបីជាយើងមើលវីដេអូឬក៏យើងលេងហ្គេមក៏ដោយចំពោះកម្រិតពន្លឺរបស់វាវិញគឺអាចឡើងបានរហូតដល់ 4500 nit ដែលយើងអាចធ្វើការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃបានយ៉ាងច្បាស់ល្អដូចខ្ញុំបានប្រាប់បងប្អូនទាំងគ្នាអញ្ចឹងថា Infinix នេះគឺបានសហការជាមួយនឹង game Free Fire អញ្ចឹងខ្ញុំក៏បានធ្វើការតេស្តលេងហ្គេមហើយគឺឃើញថាដំណើរការរបស់វាគឺល្អខ្លាំងមែនទែនហើយកាន់តែពិសេសនោះគឺនៅពេលដែលយើងបើកដំណើរការជាមួយនឹងមុខងារ X Boost គឺវាអាចជួយកាត់បន្ថយទៅលើ latency ហើយគឺវាជួយឲ្យការលេងហ្គេមរបស់យើងហ្នឹងដំណើរការ smooth ល្អថែមទៀតហើយចំពោះការបើកមុខងារមួយហ្នឹងគឺអត់ពិបាកទេនៅពេលដែលយើងចូលទៅលេងហ្គេមយើងគ្រាន់តែ scroll នៅខាងលើអេក្រង់របស់យើងមកគឺយើងអាចធ្វើការបញ្ជានៅលើ X Boost ហ្នឹងបានហើយបើសិនជាយើងនិយាយពីប្រព័ន្ធប្រតិបត្តិការរបស់ Infinix Hot 60 Pro Plus នេះវិញគឺយើងទទួលបានជាមួយនឹង chipset MediaTek Helio G200 ដែលវាគឺជាទូរស័ព្ទដំបូងគេនៅលើពិភពលោកដែលប្រើប្រាស់ជាមួយនឹងបន្ទះ chip មួយហ្នឹងហើយវាមកជាមួយនឹង RAM 8GB បូកនឹង RAM ចំនួន 8GB ហើយនឹង storage 256GB ផងដែរខ្ញុំបានយកទូរស័ព្ទមួយនេះប្រើប្រាស់ជាទូរស័ព្ទប្រចាំថ្ងៃរបស់ខ្ញុំក៏ដូចជាធ្វើការលេងហ្គេមនៅលើទូរស័ព្ទហ្នឹងគឺមានអារម្មណ៍ថាវាលឿនហើយខ្ញុំក៏អាចធ្វើកិច្ចការច្រើនក្នុងពេលតែមួយបានយ៉ាងរលូនជាងមុនដោយសារតែមានជាមួយនឹងការកែលម្អប្រព័ន្ធ XOS ថ្មីឥឡូវនេះខ្ញុំសូមនិយាយពីផ្នែកកាមេរ៉ានៅលើទូរស័ព្ទមួយនេះវិញម្ដងដែលនៅខាងក្រោយគឺយើងទទួលបានជាមួយនឹង main camera ទំហំ 50 megapixel ដែលប្រើប្រាស់ជាមួយនឹង sensor Sony IMX882ដែលមានន័យថាយើងទទួលបានពន្លឺច្រើនជាងមុនដែលនៅពេលដែលយើងថតរូបគឺសាច់រូបថតកាន់តែភ្លឺហើយនឹងច្បាស់ជាងមុនជាពិសេសនៅពេលយប់តែម្ដងហើយនៅក្នុងកាមេរ៉ាហ្នឹងក៏មាន feature មួយចំនួនបន្ថែមទៀតដូចជា Super Night Dual Video Pro Mode ដែលយើងអាចធ្វើការប្រើប្រាស់ទៅតាមតម្រូវការចំពោះ Dual Video ហ្នឹងឥឡូវគឺគេនិយមប្រើមែនទែនដែលយើងអាចធ្វើការថតកាមេរ៉ាមុខហើយនិងកាមេរ៉ាក្រោយក្នុងពេលតែមួយបានហើយបើសិនជាយើងនិយាយពីកាមេរ៉ានៅខាងមុខវិញគឺយើងទទួលបានជាមួយនឹងកាមេរ៉ាដែលមានទំហំ 13 megapixel សម្រាប់យើងប្រើប្រាស់ក្នុងការថត selfie នៅក្នុងដៃគឺយើងទទួលបានជាមួយនឹង Zoom 2x ដែលវាអាចបាត់បង់ទៅលើគុណភាពរូបភាពទេហើយចំពោះការថត portrait ក៏ផ្ដល់ជាមួយនឹងលទ្ធផលដែលល្អជាងមុនផងដែរបើសិនជាយើងប្រើប្រាស់សម្រាប់ថតវីដេអូវិញគឺទូរស័ព្ទមួយនេះអាចថតបាននៅក្នុងកម្រិតខ្ពស់បំផុតគឺ 2K 30 frame នៅក្នុងកម្រិតប៉ុណ្ណឹងគឺវាល្អខ្ចោយបើសិនជាយើងយកវីដេអូហ្នឹងទៅប្រើប្រាស់សម្រាប់បង្ហោះនៅក្នុង social media អ្វីដែលខ្ញុំកត់សម្គាល់ជាងគេចំពោះទូរស័ព្ទមួយគ្រឿងនេះទោះបីជាវាមានកម្រាស់ស្ដើងប៉ុណ្ណឹងមែនប៉ុន្តែវាបំពាក់មកជាមួយទំហំថ្ម 5160 mAh ជាមួយនឹងការសាក់ល្បឿនលឿន 45 វ៉ាត់ផងដែរហើយអាយុកាលថ្មរបស់វាលើកនេះក៏ប្រសើរជាងមុនផងដែរតែគេបានយកទូរស័ព្ទមួយគ្រឿងនេះទៅតេស្តសាកថ្មរហូតដល់ 1800 ដងគឺឃើញថាសុខភាពថ្មរបស់វាក៏នៅបានជាង 80% ផងដែរចំពោះ AI វិញសម្រាប់ទូរស័ព្ទមួយនេះក៏មានដូចគ្នាដែលនៅក្នុងនោះគឺគេហៅថា One Tap Infinix AI ដែលយើងគ្រាន់តែចុចប៊ូតុង Power ឲ្យជាប់នោះយើងនឹងអាចធ្វើការចូលប្រើប្រាស់ទៅលើ AI នឹងភ្លាមៗតែម្ដងហើយលើពីនឹងទៀតយើងក៏ទទួលបានជាមួយនឹង AI ថ្មីដែលមានដូចជា AI Wall Portrait ដែលយើងអាចធ្វើការប្រើប្រាស់ទៅតាមតម្រូវការរបស់យើង AI Eraser 2.0 ដែលយើងអាចធ្វើការលុបវត្ថុដែលយើងមិនចង់បានចេញពីរូបភាព AI Image Extender ដែលយើងអាចធ្វើការពង្រីកទៅលើរូបភាពរបស់យើងហើយនិង AI Call Summary ហើយនិង Translation ផងដែរលើពីនេះទៀតចំពោះទូរស័ព្ទមួយនេះគឺទទួលបានជាមួយនឹងការគ្រប់គ្រងរយៈពេលវែងដែលមានដូចជាការ update Android សំខាន់ៗចំនួន3ហើយនិង Security Support រហូតដល់ 5 ឆ្នាំក្រៅពី Spec ក៏ដូចជាមុខងារដែលខ្ញុំបានបង្ហាញទូរស័ព្ទមួយនេះក៏មានមុខងារពិសេសមួយចំនួនទៀតដូចជាវាបំពាក់មកជាមួយនឹង speaker របស់ JBL អញ្ចឹងគុណភាពសំឡេងចេញពីទូរស័ព្ទនេះគឺដឹងតែអេមហើយវាមានមុខងារ NFC Touch Transfer ដែលយើងអាចធ្វើការផ្ទេរឯកសារឬក៏រូបភាពទៅកាន់ទូរស័ព្ទមួយទៀតគ្រាន់តែយើងដាក់ចិត្តគ្នាក៏ដូចជាការហៅទូរស័ព្ទ Ultra Link ដោយឥតគិតថ្លៃដែលយើងអាចធ្វើការ call រកគ្នាទោះបីជាអត់សេវាក៏ដោយនៅក្នុងចម្ងាយ 1.5 គីឡូម៉ែត្រ
មួយវិញទៀតខ្ញុំក៏ចូលចិត្តជាមួយនឹង fingerprint នៅលើទូរស័ព្ទនេះដែរគឺឃើញថាទី responsive របស់វាគឺលឿនល្អហើយទូរស័ព្ទមួយនេះគឺយើងអាចធ្វើការប្រើប្រាស់បានស៊ីមរហូតដល់2ហើយវាក៏មានជាមួយនឹងពណ៌ជាច្រើនឲ្យយើងធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់យើងបានអូខេឥឡូវយើងមកនិយាយអំពីតម្លៃរបស់ទូរស័ព្ទមួយគ្រឿងនេះវិញចំពោះ Infinix Hot 60 Pro Plus គឺមានតម្លៃ$239ហើយវាក៏មានជាមួយនឹងបងប្អូន2នាក់ទៀតដែលចំពោះ Hot 60i គឺមានតម្លៃចាប់ពី$109ឡើងទៅហើយនឹង Hot 60 Pro គឺមានតម្លៃចាប់ពី$169ឡើងទៅសរុបជារួមតែម្ដងចំពោះទូរស័ព្ទមួយគ្រឿងនេះខ្ញុំគិតថាគេរចនាឡើងសម្រាប់អ្នកប្រើប្រាស់វ័យក្មេងអ្នកដែលគាត់ចូលចិត្តបែបទំនើបទាន់សម័យចូលចិត្តលេងហ្គេមគឺអ្នកទាំងនេះអាចពិចារណាជាមួយនឹងទូរស័ព្ទមួយនេះបានទាំងស្ដើងទាំង performance ល្អតម្លៃសមរម្យទៀតអញ្ចឹងអ្នកទាំងនេះយល់យ៉ាងណាដែរចំពោះទូរស័ព្ទមួយគ្រឿងនេះកុំភ្លេច comment នៅខាងក្រោមហើយចំពោះវីដេអូថ្ងៃនេះគឺយើងមានប៉ុណ្ណឹងអរគុណហើយខ្ញុំជួបអ្នកទាំងគ្នានៅវីដេអូក្រោយៗទៀត